ព្រះបាទជ័យវរ្ម័នទី7មានគុណបំណាច់យ៉ាងធំធេងចំពោះប្រទេសខ្មែរដោយព្រះអង្គបានរំដោះទឹកដីឲ្យរួចផុតពីការត្រួតត្រាកាន់កាប់របស់ប្រទេសចម្ប៉ាព្រះអង្គបានលើកកម្ពស់កម្រិតវប្បធម៌ជាតិនិងជីវភាពរបស់ប្រជានុរាស្ត្រក្នុងចក្រភពអង្គរទាំងមូលឲ្យកាន់តែមានភាពប្រសើរឡើងជានិច្ចព្រះបាទជ័យវរ្ម័នទី7ព្រះមហាក្សត្រខ្មែរដ៏កំពូលនៃចក្រភពអង្គរឲ្យឈរនៅលើរបបរាជាធិបតេយ្យដែលមានលទ្ធិព្រះពុទ្ធសាសនាជាមូលដ្ឋាននោះព្រះរាជាណាចក្រកម្ពុជារបស់ព្រះអង្គបានទទួលឡើងវិញនូវសុខសន្តិភាពរុងរឿងថ្កើងថ្កានជាស្ថាពរដែលជាសេចក្តីប៉ងប្រាថ្នារបស់ប្រជានុរាស្ត្ររបស់ព្រះអង្គគ្រប់រូបគោរពលទ្ធិព្រះពុទ្ធសាសនាយ៉ាងខ្ជាប់ខ្ជួនព្រះបាទជ័យវរ្ម័នទី7ជាអ្នកនយោបាយដ៏ស្ទាត់ជំនាញខុសពីព្រះរាជានៃសម័យអង្គរមុនដែលភាគច្រើនគោរពប្រតិបត្តិព្រហ្មញ្ញសាសនាព្រះអង្គគោរពព្រះពុទ្ធសាសនាមហាយានជាពិសេសគឺគោរពបូជាព្រះពោធិសត្វអវលោកតិស្វរៈព្រះអង្គបានបញ្ចូលទស្សនៈគោលគំនិតមូលដ្ឋាននិងជំនឿទាំងឡាយនៃលទ្ធិព្រះពុទ្ធសាសនាក្នុងមាគ៌ានយោបាយរបស់ព្រះអង្គដោយហេតុថាក្នុងរាជ្យរបស់ព្រះអង្គវិស័យសាសនាបានដើរតួនាទីយ៉ាងសំខាន់បំផុតនៅក្នុងសង្គមខ្មែរដែលគេពុំអាចញែកវិស័យនយោបាយរដ្ឋបាលសេដ្ឋកិច្ចសិល្បៈឲ្យដាច់ចេញពីវិស័យសាសនាបានឡើយទោះជាក្នុងកលៈទេសៈណាក៏ដោយព្រះអង្គ